គាត់ចាំតែចុចទេបាទមួយថ្ងៃអង្គុយតែចុចមាននេះណាមាននេះបាទទូកមកក្បែរហ្នឹងអត់ដកដង្ហើមទេចុចហ្នឹងបាទជួយអ៊ំទៀតឯងសុយបាទឥឡូវនេះចូលមកដល់គូទី27បាទគឺឃើញលេខជាព្រះវេសវណ្ណសុវណ្ណនារីមានជ័យសេរីបន្ទាយដែកបាទមកពីប្រទេសដែកបាទគៀនស្វាយចំណែកឯខ្សែទឹកខាងក្រៅអធិរាជកងពេជ្រសែនជ័យខងតណឹងបាទខងតណឹងស្រុកកងមាសកំពង់ចាមបាទជើងទី1នោះគឺខាងប្រទេសដែកទទួលជ័យជំនះឥឡូវនេះចាំមើលតើជើងទី2នេះលទ្ធផលនឹងជ័យជំនះយ៉ាងម៉េចដែរបាទគឺបានប្រគល់គូហើយសម្រាប់បាទទូកខ្នាតវែងបាទទូកខ្នាតវែងចំណុះ75នាក់បាទបាន9គូហើយបាទអធិរាជកងពេជ្រមកនៅខាងក្នុងយ៉ាងម៉េចដែរលបឿនខាងក្នុងបាទឥឡូវនេះបន្ទាយដែកបាទសេរីបន្ទាយដែកឯកសន្តានក្រហមស្រស់ល្អណាស់បាទមើលក្បាលមុជងើបបាទជើងទី1នោះគឺដេចជះប្រវេសវណ្ណសុវណ្ណនារីមានជ័យសេរីបន្ទាយដែកឥឡូវគាត់នៅតែទទួលជ័យជំនះទៅលើអធិរាជកងពេជ្រសែនជ័យទៀតហើយបាទលោកគ្រូដំមើលឈ្នះទៀតហើយថ្ងៃនេះកាក់កោបឈ្នះទាំងពីរជើងអូកងពេជ្រកងតនឹងឈ្នះចៃគ្នាឈ្នះតើលោកគ្រូបាទឈ្នះម្នាក់